នៅភូមិស្រុកស្រែជនបទមួយនេះគឺជាទីតាំងភូមិសាស្ត្រមួយដែលអ្នកបារាំងវិទូបានសន្មតថាវាអាចជាទីប្រជុំជនដ៏ធំមួយនៅសម័យអង្គរដែលទីតាំងភូមិសាស្ត្រមួយនេះស្ថិតនៅតាមបណ្ដោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅកាន់ទីក្រុងភិម័យរបស់ប្រទេសថៃសព្វថ្ងៃភស្តុតាងជាច្រើនមានប្រាសាទបុរាណព្រមទាំងផ្លូវស្ពានថ្មបុរាណដែលនៅសេសសល់ពីសម័យអង្គរគឺពិតជាបានបញ្ជាក់ឲ្យឃើញថាភូមិស្រុកស្រែមួយនេះគឺពិតជាអតីតទីប្រជុំជនបុរាណពិតប្រាកដមែនគោរពនឹងជម្រាបសួរដល់បងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែស្ថិតនៅក្នុងបរិវេណប្រាសាទមួយដែលមានឈ្មោះថាប្រាសាទគោលហើយប្រាសាទគោលគឺមានទីតាំងស្ថិតនៅក្នុងស្រុកអង្គរជុំដែលមានប្រវែងប្រហែលជា5គីឡូម៉ែត្រពីទីរួមស្រុកអង្គរជុំហើយបើយើងប្រៀបធៀបប្រវែងពីទីរួមខេត្តសៀមរាបគឺមានប្រវែង48គីឡូម៉ែត្រឥឡូវបងប្អូនទៅមើលជាមួយខ្ញុំទាំងអស់គ្នាថាតើទិដ្ឋភាពជាក់ស្ដែងនៅក្នុងប្រាសាទគោលមួយនេះមានទិដ្ឋភាពដូចម្តេចខ្លះប្រាសាទគោលមានទីតាំងស្ថិតនៅក្នុងភូមិគោលឃុំគោលស្រុកអង្គរជុំខេត្តសៀមរាបមានចម្ងាយប្រហែលជា5គីឡូម៉ែត្រនៅខាងជើងទីរួមស្រុកអង្គរជុំនិងមានចម្ងាយប្រហែលជា48គីឡូម៉ែត្រនៅទិសពាយព្យនៃទីរួមខេត្តសៀមរាបប្រាសាទបុរាណមួយនេះត្រូវបានកសាងឡើងនៅសតវត្សទី11រជ្ជកាលព្រះបាទអតីយទិត្យវរ្ម័នទី2បើយើងនិយាយអំពីលក្ខណៈរបស់ប្រាសាទវិញប្រាសាទនេះជាប្រាសាទមួយដែលមានតួប៉មមួយបែរទៅទិសខាងកើតមានហោត្រៃចំនួន2បែរទៅទិសខាងលិចពិតទៅដោយកំពែង3ចិនប្រាសាទបុរាណដ៏ចំណាស់មួយនេះត្រូវបានកសាងពីថ្មភក់ពើផ្កាឈូកមានលាយជាមួយនឹងថ្មភក់ពើប្រផេះគ្រឹះរបស់ប្រាសាទកសាងពីថ្មបាយក្រៀមឥដ្ឋនិងឈើដែលនៅមានសេសសល់ខ្លះៗកំពែងទី1សង់ពីថ្មបាយក្រៀមមានខ្លងទ្វារចំនួន2ស្ថិតនៅទិសខាងលិចនិងខាងកើតរីឯកំពែងទី2និងទី3គឺជាទំនប់នៅផ្លូវចូលខាងកើតចាប់ពីកំពែងទី1ទៅមានរៀបជាកម្រាលថ្មភក់និងមានថ្មគោលអមតាមដងផ្លូវរហូតដល់កំពែងទី3នៅក្នុងកំពែងនីមួយៗមានសំណង់រក្សាទឹកទៅធំចំនួន11ចំពោះកំពែងរបស់ប្រាសាទគឺខ្ញុំមិនអាចចូលទៅថតឲ្យបងប្អូនទាំងអស់គ្នាបានឃើញច្បាស់នោះទេដោយសារតែនៅបរិវេណប្រាសាទមួយនេះហុំពិតទៅដោយដុបស្ដោកហេតុដូចនេះហើយទើបខ្ញុំមិនអាចចូលទៅថតបានគ្រប់កំពែងទាំងអស់និងស្រះទឹកនៅបរិវេណប្រាសាទមួយនេះបើយោងទៅតាមអ្នកបារាំងវិទូដែលបានចោះមកស្រាវជ្រាវនៅក្នុងបរិវេណប្រាសាទមួយនេះបានដឹងថាប្រាសាទគោលមានសិលាចារឹកលេខ K264 K247 និង K248 សិលាចារឹកនៅលើមេទ្វារបញ្ឈរខាងឆ្វេងរបស់ខ្លងទ្វារខាងកើតមានចំនួន18បន្ទិតប៉ុណ្ណោះដែលអាចអានបានផ្នែកខាងលើនៃសិលាចារឹកបានបែកបាក់និងរលប់អស់ដែលសិលាចារឹកនេះមានកាលបរិច្ឆេទឆ្នាំ982សករាជនិង986សករាជត្រូវនឹងឆ្នាំ1060និង1064នៃគ្រិស្តសករាជបើយោងទៅតាមគម្រោងស្រាវជ្រាវផ្លូវបុរាណនៅក្នុងភូមិគោមានសំណង់ដែលបន្សល់ទុកពីបុរាណជាច្រើនដែលមានដូចជាសំណង់រក្សាទឹកស្ពានបុរាណចំនួន3ប្រាសាទបុរាណចំនួន5និងទួលបុរាណចំនួន4កន្លែងរួមបញ្ចូលទាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រផងដែរសរុបមកនៅតំបន់ប្រាសាទគោមានហេដ្ឋារចនាសម្ព័ន្ធបុរាណប្រតិក្រឡាគ្នាដែលទំនងជាទីប្រជុំជនបុរាណដ៏ធំមួយស្ថិតនៅតាមបណ្ដោយផ្លូវបុរាណចេញពីរាជធានីអង្គរឆ្ពោះទៅកាន់ក្រុងភិម័យរបស់ប្រទេសថៃសប្តាហ៍ថ្ងៃនេះប្រាសាទមួយនេះត្រូវបានខូចខាតដោយសារអាយុកាលកត្តាមនុស្សនិងធម្មជាតិដែលជាហេតុធ្វើឲ្យលក្ខណៈរបស់ប្រាសាទបុរាណដ៏ចំណាស់មួយនេះគឺត្រូវបានខូចខាតស្ទើរតែទាំងស្រុងដែលយើងអាចមើលឃើញគំនូរថ្មដ៏ច្រើនសន្ធឹកសន្ធាប់បានបាក់បែកបាត់រប៉ាត់របាយពេញបរិវេណរបស់ប្រាសាទហើយថ្មខ្លះទៀតត្រូវបានកប់នៅក្នុងដីទៀតផងប្រាង្គកណ្ដាលត្រូវបានខូចខាតដោយសារមនុស្សជីករូបក្បាលអ្នកតានិងវត្ថុបុរាណហោត្រៃនិងបរិវេណកំពែងទី1មានដើមឈើតូចធំដុះរំរិតគំនរថ្មដីលុបពីលើកម្ពស់ប្រហែល 1.5 ម៉ែត្រខ្លងទ្វារខាងលិចនិងខាងកើតរបស់កំពែងទី1មានដើមឈើដុះពីលើហើយឫសរបស់វាបានចាក់ជ្រាបចូលតាមចន្លោះថ្មបណ្ដាលឲ្យថ្មបែកចេញពីគ្នាហើយគ្រឹះរបស់ប្រាសាទស្រត់រលុះថ្មធ្លាក់ជាច្រើនកន្លែងសពថ្ងៃនេះអាជ្ញាធរជាតិអប្សរាបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានរៀបផែនការជាដំណាក់កាលដើម្បីថែរក្សានិងអភិរក្សបានកាប់ឆ្ការព្រៃនិងទាល់ទ្រសង្គ្រោះបន្ទាន់នៅត្រង់ចំណុចប្រឈមធ្វើស្លាកបង្ហាញឈ្មោះប្រាសាទមួយចំនួននិងបានសិក្សាលើគម្រោងជួសជុលឡើងវិញទៀតផងបន្ទាប់ពីខ្ញុំបានទស្សនាប្រាសាទគោលដ៏អាថ៌កំបាំងនេះរួចខ្ញុំក៏បានបន្តដំណើរទៅទស្សនាប្រាសាទបុរាណមួយផ្សេងទៀតដែលនៅមិនឆ្ងាយពីគ្នានោះទេដោយយើងចំណាយពេលត្រឹមតែ2ឬ3នាទីទេប៉ុណ្ណោះដើម្បីមកដល់ប្រាសាទមួយនេះបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំនៅប្រាសាទមួយទៀតហើយដែលប្រាសាទនឹងគឺមានទីតាំងមិនឆ្ងាយពីប្រាសាទមុននឹងទេដោយយើងជិះចេញម៉ូតាប្រហែលជា2នាទីទៅនឹងយើងមកដល់ប្រាសាទមួយទៀតហើយប្រាសាទមួយនឹងខ្ញុំអាចច្បាស់ឈ្មោះដែរដោយសារតែប្រជាជននៅនឹងភាគច្រើនគេហៅថាប្រាសាទខ្មៅដល់ពេលប្រាសាទគោមុននឹងគេហៅថាប្រាសាទក្រហមដោយសារតែប្រាសាទមុននឹងមានថ្មភក់ពើផ្កាឈូកអញ្ចឹងគេហៅថាប្រាសាទក្រហមដល់ពេលប្រាសាទនឹងវិញថ្មហាក់លក្ខណៈមានពណ៌ខ្មៅអញ្ចឹងគេហៅថាប្រាសាទខ្មៅតែឈ្មោះបែបណាពិតប្រាកដខ្ញុំនឹងជូនបន្តទៀត
ប្រាសាទមួយនេះហុំព័ទ្ធទៅដោយដប់និងវល្លិជាច្រើនដែលជាហេតុដូចនេះហើយខ្ញុំមិនអាចថតជូនបងប្អូនទស្សនាបានច្បាស់នោះទេទាក់ទងនឹងពលមានរបស់ប្រាសាទមួយនេះក៏ខ្ញុំមិនអាចប្រាប់បងប្អូនបានច្រើននោះដែរតែបើតាមការសន្និដ្ឋានប្រាសាទនេះប្រហែលត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទអតីយទិត្យវរ្ម័នទី2នៅក្នុងសតវត្សទី11ដូចគ្នាទៅនឹងប្រាសាទគោលផងដែរហើយប្រាសាទមួយនេះផងដែរគឺសាងសង់អំពីថ្មភក់និងថ្មបាយក្រៀមប៉ុន្តែភាគច្រើនតួរបស់ប្រាសាទស្ទើរតែទាំងស្រុងគឺត្រូវបានកសាងពីថ្មបាយក្រៀមនិងមានលាយជាថ្មភក់បន្តិចបន្តួចនៅក្នុងវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនបងប្អូនទាំងអស់គ្នាជាពិសេសដល់បងប្អូនទាំងអស់គ្នាដែលរស់នៅខាងស្រុកអង្គរជុំហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមនៅក្នុងការផ្សព្វផ្សាយកន្លែងទេសចរនៅក្នុងស្រុកអង្គរជុំយើងទាំងអស់គ្នា